ដោយសារ Samsung S21 Ultra ចាត់ចែងដល់អ្នកគ្នាហើយក្រុមហ៊ុន Samsung ក៏យកទៅ OS នឹងយកមកលក់នៅក្នុងស្រុកខ្មែរយើងជាផ្លូវការដែរតោះមិននិយាយពាក់ព័ន្ធជាមួយនឹងទូរស័ព្ទនឹងទាំងអស់គ្នាតាមរយៈការបែកគ្នាជើង SIM គេរំពឹងថានឹងមាន4ពណ៌ពណ៌ខ្មៅពណ៌សពណ៌ស្វាយនិងពណ៌ខៀវពាក់ព័ន្ធជាមួយនឹង S21 Ultra ពណ៌តកូលក៏គេរំពឹងថានឹងចេញដែរប៉ុន្តែអត់មានពាក់ព័ន្ធជាមួយនឹង S21 Ultra ទេអាចនឹងចេញ S21 ធម្មតាឬក៏ S21 Plus ចឹងទៅ chip ឆ្នាំនេះក៏ដូចអត់មានលឺពាក់ព័ន្ធជាមួយនឹង Exynos ដែរអាចថា Snapdragon 8 Elite Gen 5 for Galaxy អាចថាគេនឹងប្រើគ្រប់ model គ្រប់តំបន់ទាំងអស់តែម្ដងហើយចំពោះអ្នកដែលស្រឡាញ់ S Pen អ្នកនរអាចស្ងប់ចិត្តបានដោយសារតែអត់មានដំណឹងថាគេនឹងដក S Pen ចេញពី S21 Ultra ទេចំពោះកំណែដំណងរូបរាងក៏ស្តៀងគ្នាទៅនឹង S25 Ultra ដែរគេគ្រាន់ធ្វើឲ្យឆុងវានឹងរៀងទាលជាងមុនកុំឲ្យកាន់ទៅរៀងទៅដៃពេកហើយចំពោះកងកាមេរ៉ាឥឡូវគេដាក់វងស្តៀងគ្នាទៅនឹង C Fold 7តែម្ដងជួយឲ្យអភិវឌ្ឍធំគេដែលធ្វើឲ្យមានភាពរំជើបរំជួលពាក់ព័ន្ធជាមួយនឹង S25 Ultra ហ្នឹងគឺ privacy screen ដែលគេអាចបើកឬក៏បិទបានអញ្ចឹងជាទូទៅអ្នកដែលគេប្រើទូរស័ព្ទបើសិនចង់បាន privacy screen គឺគេទៅបិទ screen private ហ្នឹងពីខាងលើតែម្ដងប៉ុន្តែចំពោះ S25 Ultra គឺគេមាន software គេមាន software built-in តែម្ដងជួយអ្នកនរអាចឲ្យប្រើទូរស័ព្ទអ្នកនរធម្មតាទៅប៉ុន្តែឧទាហរណ៍ថាបើសិនយើងកំណត់ថាកម្មវិធីដូចជា ABA ឬក៏ AC ដែរយើងអត់ចង់ឲ្យគេអ្នកផ្សេងនៅពីជាហៀងឬនៅពីមុខយើងឲ្យឃើញយើងអាចបើក privacy screen នឹងបាននៅពេលឲ្យចូលកម្មវិធីហ្នឹងទៅគឺវានឹងចូលprivate mode ហ្នឹងតែម្ដងគឺអាចធ្វើទូរស័ព្ទរបស់នេះងឹតពីសងខាងគឺគេមើលអត់ឃើញបានទេហើយបញ្ជាក់មួយទៀត software ហ្នឹងគឺគេអត់ update ទៅឲ្យ M25 ឬក៏ M24 Ultra ទេគឺគេទុកexclusively សម្រាប់តែ S26 ហ្នឹងទេហើយចំពោះការបញ្ចូលថ្មគេតម្លើងពី45 W ទៅ60 W ដែរនៅពេលឲ្យបញ្ចូលថ្មដែលប្រើខ្សែវានឹងច្បាស់ជាបញ្ចូលលឿនជាងមុនហើយចំពោះតែ wireless ក៏គេតម្លើងដូចគ្នាដែរពី15 W ទៅ25 W ចំពោះកាមេរ៉ាគេតម្លើង aperture ដូចគ្នាគ្រឿងកាមេរ៉ាហ្នឹងចាំចេញមកផ្ទាល់ចាំយើងតេស្តផ្ទាល់អូខេចឹងអ្នកនរខ្ញុំក៏ចង់ទិញ S26 Ultra ហ្នឹងយកមកប្រើដែរប៉ុន្តែខ្ញុំអត់មានមូលហេតុទៅប្រាប់ម៉ាក់ខ្ញុំឲ្យសំរុំទេចឹងអ្នកនរខ្ញុំកុំភ្លេចជួយ follow មកនៅពេលខ្ញុំមាន follower ច្រើននៅពេលម៉ាក់ខ្ញុំសួរថាម៉េចបើទិញទូរស័ព្ទថ្មីទៀតអីខ្ញុំយកមក review ឲ្យអ្នកនរគ្នាមើលឃើញអត់ម៉ាក់ខ្ញុំតែនិយាយថា buy what you need not what you want ឥឡូវ I need it